រកនឹកម្ហូបអត់ដឹងថាធ្វើអីគេឆ្ងាញ់ចឹងមានតែធ្វើសម្លជីឆាយណាមួយលឿនអត់ពិបាកធ្វើទៀតហើយមុននឹងចាប់ផ្ដើមរៀបចំធ្វើម្ហូបគឺអត់ភ្លេចទេជាមួយនឹងម្សៅស៊ុបសញ្ញារមៀររសជាតិសាច់មាន់ដែលជាគ្រឿងទេសល្អមួយនៅក្នុងការចម្អិនអាហារឲ្យមានរសជាតិឈ្ងុយឆ្ងាញ់អញ្ចឹងយើងចាប់ផ្ដើមដាក់ទឹកដាំបង់ខ្ទឹមសចូលដាក់ការ៉ុតចូលដោយសារតែការ៉ុតវាអត់ងាយឆ្អិនទេហើយយើងគ្របវាចោលទៅយើងចាប់ផ្ដើមមកដាក់គ្រឿងផ្សំយើងដាក់ទឹកត្រីស្ករសប៊ីចេងហើយអ្វីដែលភ្លេចមិនបានជាមួយនឹងម្សៅស៊ុបសញ្ញារមៀរដើម្បីឲ្យសាច់ចិញ្ច្រាំរបស់យើងកាន់តែមានរសជាតិហើយកុំភ្លេចជាមួយនឹងម្រេចខេខ្ទឹមសច្របល់ឲ្យសព្វគ្រឿងជាមួយនឹងសាច់ចិញ្ច្រាំហើយយើងធ្វើការដាក់ចូលទៅក្នុងឆ្នាំងរំងាស់ចោលហើយពេលវារៀងពុះបន្តិចគឺខ្ញុំបន្ថែមនៅម្សៅស៊ុបចូលទៅក្នុងសម្លដើម្បីឲ្យសម្លកាន់តែមានរសជាតិឈ្ងុយឆ្ងាញ់ហើយសម្លបើសិនជាវាមានពពុះហ្នឹងយើងដួសវាចេញទៅដើម្បីឲ្យសម្លរបស់យើងមើលទៅរាងថ្លាបន្តិចបន្ទាប់មកយើងថែមពងមាន់ចូលមួយគ្រាប់ទៅសម្រាប់ពងមាន់ហ្នឹងអត់ចង់ដាក់ក៏បានដែរបន្ទាប់មកយើងបង់បន្លែចូលយើងដាក់ជីឆាយចូលសម្រាប់ជីឆាយមួយនេះគឺខ្ញុំលាងទឹកហើយខ្ញុំច្របាច់វា2 3ទឹកចោលអញ្ចឹងចាំដកចូលទៅក្នុងឆ្នាំងហើយចាំយើងដាក់ទៅហូរនៅចុងក្រោយគេបង្អស់ដោយសារតែវាងាយបាយបន្ទាប់មកយើងដាក់ស្លឹកជីវ៉ាន់ស៊ុយជាមួយនឹងស្លឹកខ្ទឹមជាការស្រេចនេះម្ហូបរបស់យើងគឺរួចរាល់ជាការស្រេចហើយមុខម្ហូបមួយនេះបើសិនជាបងចង់ឲ្យរសជាតិកាន់តែឆ្ងាញ់កុំភ្លេចជាមួយនឹងម្សៅស៊ុបសញ្ញារមៀរ